ពួកឯងពិតជាមានអំនួតខ្លាំងណាស់មេតបហ៊ីវវែងកុំប្រាប់ខ្ញុំថាម្ចាស់រួមនៃស្ដេចនាងទាំង9គឺជាបុគ្គលម្នាក់នេះឲ្យសោះគឺបុគ្គលម្នាក់នេះឯងពួកឯងមិនទាន់មានសិទ្ធិដឹងពីរឿងសម្ងាត់កម្រិតនេះឡើយលោកមេតបខ្ញុំពិតជាមានកំហុសដែលបានប្រមាថលោកសូមមេត្តាអភ័យទោសឲ្យខ្ញុំផងអ្នកដែលពួកឯងបានប្រមាថនោះគឺលោកឆេងលែងវែងលោកតាទេវតាអ្នកទាំងពីរបានប្រមាថលោកម្ចាស់ថ្ងៃនេះខ្ញុំហ៊ីវវែងនឹងដាក់ទណ្ឌកម្មពួកអ្នកតើមានយោបល់អ្វីទេលោកមេតបលោកមិនអាចធ្វើបែបនេះទេសូមមេត្តាទុកផ្លូវរស់ឲ្យខ្ញុំផងម៉េចនៅហ៊ានតវ៉ាទៀតហេទេមិនហ៊ានទេហ៊ានបើមិនដូច្នោះទេអ្នកដែលត្រូវស្លាប់មិនមែនតែឯងលេងហ្វឹងត្រកូលលេងរបស់ឯងទាំងមូលតែម្ដងសាងកនស៊ុយគឺឯងជាអ្នកបង្កបញ្ហាអ្នកដែលមិនគោរពលោកម្ចាស់បំផុតគឺឯងនឹងហើយឯងគឺជាមេខ្លោងការដាក់ទោសនៅថ្ងៃនេះតើឯងមានអ្វីត្រូវនិយាយទៀតទេលោកម្ចាស់មេតបទេវៈលោកមិនអាចធ្វើបែបនេះដាក់ខ្ញុំបានទេខ្ញុំគឺជាមេគ្រួសារត្រកូលសាងកនហើយក៏ជាប្រធានសម្ព័ន្ធក្បាច់គុណដែរចុះគេវិញគេគឺជាស្អីទៅត្រកូលសាងកនពួកឯងឈួតអស់ហើយមែនទេបើធ្វើខុសត្រូវតែទទួលទោសវាមិនពាក់ព័ន្ធនឹងរឿងឯងជាអ្នកមានអភិជនឬក៏អត់នោះទេខ្ញុំគឺជាឪពុកក្មេករបស់គ្រួសារហាងភូនៅរាជធានីសាងជឹងហើយគ្រួសារហាងភូមានទំនាក់ទំនងជាមួយស្ដេចនាងទាំង9ថ្ងៃនេះស្ដេចនាងទាំង9ក៏នឹងយាងមកទីនេះដែរលោកមេតបទេវៈទោះបីលោកពូកែយ៉ាងណាឬខ្ពង់ខ្ពស់យ៉ាងណាក៏មិនអាចប្រៀបជាមួយស្ដេចនាងទាំង9បានដែរមែនទេទោះបីជាស្ដេចនាងទាំង9យាងមកដោយផ្ទាល់ក៏ឯងមិនអាចគេចផុតពីការដាក់ទោសបានដែរនរណានៅខាងក្រៅចាប់ខ្លួនអាជនខូចទាំង3នាក់ក្នុងពិភពក្បាច់គុណនេះយកទៅឲ្យខ្ញុំចាំបន្តិចលោកមានយោបល់អីមែនទេលោកម្ចាស់អង្គុយក្នុងតំណែងមេតបទេវៈយ៉ាងរំភើយច្រើនឆ្នាំមកនេះទោះបីខ្ញុំឡុងហ៊ូសានមិនមានគុណសម្បត្តិធំដុំក៏មានចំណែកពលកម្មនឿយហត់ដែរលោកបែរជាដើម្បីមនុស្សមិនស្គាល់ប្រភពម្នាក់មិនគិតពីគុណបំណាច់របស់ឡុងហ៊ូសានបន្តិចសោះលោកមេតបទេវៈពួកយើងមិនសុខចិត្តដាច់ខាតបើលោកគ្រូចាស់ត្រូវទទួលទោសតើពិភពក្បាច់គុណនៅមានមុខមាត់ឯណាទៀតវានឹងធ្វើឲ្យមនុស្សគ្រប់គ្នាក្រោកឈរប្រឆាំងជាមិនខានលទ្ធផលដែលតាមមកខ្លាចថាវាមិនមែនជារឿងដែលលោកអាចទទួលខុសត្រូវម្នាក់ឯងបានឡើយឯងក៏មិនសុខចិត្តដែរមែនទេខ្ញុំលេងហ្វុងអាចទទួលការដាក់ទោសបានប៉ុន្តែខ្ញុំត្រូវដឹងពីមូលហេតុឲ្យបានច្បាស់ត្រកូលសាងកនរបស់ខ្ញុំក៏យល់ឃើញបែបនេះដែរអំណាចមេតបទេវៈរបស់លោកពិតជាខ្លាំងក្លាប៉ុន្តែបើពួកយើងទាំង3នាក់ត្រូវទទួលទោសខ្លាចថា6និកាយធំ12បកនិងសាលាទាំង36នឹងមិនមានសេចក្តីសុខឡើយក្រៅពីពួកយើងលោកត្រូវតែផ្ដល់ការពន្យល់មួយឲ្យសមហេតុផលបំផុតការដាក់ទោសអ្នកទាំង3មិនមែនជាការបំផ្លាញអ្នកទេតែវាជាការជួយអ្នកនិងជាការស្រោចស្រង់ពិភពក្បាច់គុណទាំងមូលឲ្យផុតពីគ្រោះមហន្តរាយបើខ្ញុំជាអ្នកបញ្ជាមានតែអ្នកទាំង3ទេដែលត្រូវទទួលខុសត្រូវប៉ុន្តែបើលោកឆិនជាអ្នកចេញមុខនោះពិភពក្បាច់គុណទាំងមូលនឹងត្រូវវិនាសសាបសូន្យជាមិនខានលេសសុទ្ធតែជាលេសទាំងអស់លោកមេតបទេវៈហ្វឹងតើដោយសារតែពេលនេះប្រទេសជាតិមានសេចក្តីសុខទើបពួកយើងអស់តម្លៃសម្រាប់លោកមែនទេបើចង់កម្ចាត់ពួកយើងក៏និយាយត្រង់មកចាំបាច់រកលេសមកបំភ័យពួកយើងបែបនេះឡើយខ្ញុំសាងកនសុងមិនមែនជាមនុស្សដែលចេះតែខ្លាចគេនោះទេអាចថាជាតួអង្គសំខាន់អីនោះសុទ្ធតែជាលោកមេតបលោកប្រកាសជាយល់ច្រឡំហើយម្នាក់នេះបាត់ខ្លួនអស់6ឆ្នាំហើយកាលពីមុនវាក៏គ្រាន់តែជាមនុស្សអនិច្ចាដែលរស់នៅតំបន់អនាធិបតេយ្យឲ្យប៉ុណ្ណោះវាមិនអាចក្លាយជាតួអង្គសំខាន់ដូចដែលលោកបាននិយាយនោះទេតើនៅតែមិនទទួលស្គាល់ខ្ញុំទៀតមែនទេកាលនោះខ្ញុំនឹងសុយយ៉ាវស្រឡាញ់គ្នាស្មោះស្ម័គ្រប៉ុន្តែពួកឯងបែរជាបង្ខំចិត្តបំបែកបំបាក់ពួកយើងទៅវិញប្រសិនបើមិនមែនមកពីត្រកូលយារបស់ពួកឯងទេតើខ្ញុំឈិនហ្វានត្រូវអីក៏ត្រូវធ្វើដើម្បីឲ្យឆ្លងកាត់ទុកវេទនារាប់ម៉ឺនឆ្នាំបែបនេះថ្ងៃនេះខ្ញុំនឹងឲ្យត្រកូលយារបស់ពួកឯងមើលឲ្យច្បាស់ថាតើខ្ញុំឈិនហ្វានអាចធ្វើឲ្យខេត្តភាគខាងត្បូងចុះចាញ់បានឬក៏អត់ឈិនហ្វានឯងខុសហើយខុសយ៉ាងធ្ងន់ធ្ងរទៀតផងឯងមានមេតបទេវៈហ្វឹងនិងអភិបាលខេត្តភាគខាងត្បូងនៅពីក្រោយខ្នងចាត់ទុកថាឯងមានសមត្ថភាពចុះប៉ុន្តែវាក៏ត្រឹមតែអាចធ្វើឲ្យពួកយើងសុំទោសប៉ុណ្ណោះបើអញ្ចឹងកុំបន្ទោសពួកយើងថាខូខើឲ្យសោះនរណានៅខាងក្រៅនាំខ្លួនចូលមកនៅតែពាក្យដដែលគឺពួកយើងស្លាប់ឬក៏ពួកគេស្លាប់ឯងសម្រេចចិត្តដោយខ្លួនឯងទៅ